បងប្អូនអើយឲ្យខ្ញុំសុំលុយខ្លះមកដើម្បីទិញបាយហូបមានតាសុំទានម្នាក់គាត់ដើរសុំលុយគេតាំងពីព្រឹករហូតដល់ថ្ងៃត្រង់គាត់សុំលុយមិនបានមួយរៀលសោះគាត់ដើររហូតដល់ដើមឈើមួយដែលមានខ្ទមអ្នកតាតូចមួយនៅទីនោះបន្ទាប់មកគាត់ក៏លើកដៃបន់ស្រន់ខ្ទមអ្នកតានៅក្រោមដើមឈើនោះទេវតាអើយទេវតាថ្ងៃនេះខ្ញុំដើរសុំលុយគេមិនបានមួយរៀលសោះដូច្នេះសូមទេវតាជួយឲ្យលុយខ្ញុំ10000មកដើម្បីទិញបាយហូបក្នុងថ្ងៃនេះតាសុំទានលើកដៃសំពះបន់ស្រន់ហើយបន់ស្រន់ទៀតត្រាប់តែមានប៉ូលីសដែលប្រចាំការនៅក្បែរនោះបានឃើញហើយក៏មានចិត្តអាណិតតាសុំទាននោះជាខ្លាំងឃើញតាអញ្ចឹងហើយខ្ញុំអាណិតតាខ្លាំងណាស់ថ្ងៃនេះប្រពន្ធខ្ញុំឲ្យលុយតែ10000រៀលទេខ្ញុំទិញកាហ្វេអស់2000រៀលទៅហើយសល់តែ8000រៀលប៉ុណ្ណោះអញ្ចឹងមានតែឲ្យគាត់ទាំងអស់ទេខ្ញុំអាណិតតាណាស់ទេវតាអើយឲ្យខ្ញុំសុំលុយ10000រៀលមកដើម្បីឲ្យខ្ញុំមានលុយទិញបាយហូបណែលោកតានេះលុយ8000រៀលលោកតាយកចោះយកទៅទិញបាយហូបចោះលោកតាដើរទៅយកលុយពីប៉ូលីសហើយបែរជាមិនអរគុណប៉ូលីសហើយដើរទៅដើមឈើនោះវិញហើយនិយាយថាទេវតាអើយទេវតាថ្ងៃក្រោយបើចង់ឲ្យលុយខ្ញុំសូមកុំផ្ញើតាមប៉ូលីសអីព្រោះអីខ្ញុំសុំលុយទេវតា10000រៀលផ្ញើតាមប៉ូលីសកាត់សេវាអស់2000រៀលសល់តែ8000រៀលទេលោកប៉ូលីសឮហើយក៏ហួសចិត្តហើយក៏និយាយម្នាក់ឯងថាលុយខ្ញុំមានប៉ុន្មានខ្ញុំឲ្យគាត់ទាំងអស់មិនហ៊ានទុកទេតែឥឡូវបែរជាគាត់ថាខ្ញុំកាត់ថ្លៃសេវាគាត់ទៅវិញ